ការជឿចាប់នៅសន្លាក់ថ្គាមឬក៏ជឿនៅតំបន់ថ្គាមនឹងមានបងប្អូនជាច្រើនដែលអាសាជួបលើបញ្ហាមួយនេះហើយយើងមិនដឹងថាវាជាកត្តាមួយដែលបង្កឲ្យមានបញ្ហាទៅថ្ងៃអនាគតឬក៏វាប៉ះពាល់ដល់កម្រិតណាបើមានបញ្ហានឹងមែនហើយយើងអាចទទួលការព្យាបាលបានដែរអត់មានវិធីដោះស្រាយវាដែរអត់ហ្នឹងហើយខ្ញុំបានធ្វើវីដេអូមួយមុនទាក់ទងអំពីបញ្ហាឈឺធ្គាមនឹងដែរយើងបានឲ្យលំហាត់ប្រាណទៅពួកគាត់ទាំងអស់គ្នាផងដែរអញ្ចឹងយើងចង់បញ្ជាក់ថាការមានបញ្ហាលើធ្គាមលាន់ឈឺឬក៏ស្ងាប់ទៅវាអាសាជាប់នឹងវាជាបញ្ហាមួយដែលយើងគួរតែមកពិនិត្យជាមួយនឹងគ្រូពេទ្យឯកទេសមួយគឺពេទ្យព្យាបាលចរយើងអាចផ្ដល់ដំបូន្មានអំពីបញ្ហាទាំងនេះបានហើយបើសិនជាមានបញ្ហាយើងនឹងទទួលការព្យាបាលហើយយើងនឹងណែនាំអំពីរបៀបនៃការថែទាំនិងថែរក្សាវាបានការសំណូមពរពីអ្នកជំងឺដែលគាត់មកទទួលការព្យាបាលនៅនេះគាត់ថាគាត់អត់ដែលដឹងព័ត៌មានទាក់ទងជាមួយនឹងការព្យាបាលដោយច្រើនណាស់ទៅលើធ្គាមទាំងអស់នោះទេតែទូទៅគាត់ចេះតែមានបញ្ហានឹងហើយគាត់ចេះរងចាំពេលវេលាវិបត្តិទៅវិញមិនជារឿងធម្មតាគាត់សំណូមពរយើងធ្វើវីដេអូបង្ហាញអំពីការដោះស្រាយរបស់វាហើយនឹងជូនព័ត៌មានទៅលើអ្នកដែលមិនដឹងលើព័ត៌មានទាំងអស់នេះផងដែរ